ដោយសារតែពូឆនមិនហ៊ាននៅម្នាក់ឯងទើបគាត់ដើរតាមឪពុកគាត់ទៅមើលគ្រាន់តែគាត់ដើរផុតខ្នាតព្រៃនោះបន្តិចគាត់ក៏ឃើញគ្រោងឆ្អឹងសត្វឆ្លូសគឺនៅសល់តែឆ្អឹងប៉ុណ្ណោះហើយស្លាកស្នាមសភាវៈចម្លែកនោះក៏បាត់ដាននៅទីនោះដែរនៅពេលនោះពួកគាត់ក៏ដើរត្រឡប់មករកធ្នាក់ពួកគាត់វិញជាដំបូងសូមបងប្អូនជួយ Subscribe Channel ខ្ញុំម្នាក់មួយផងជាការលើកទឹកចិត្តសូមជូនរឿងខ្នាតព្រៃលងលើភ្នំដងរែកភាគ2មិនយូរប៉ុន្មាននោះទេក៏ឃើញមានសត្វក្តាមមួយហ្វូងមាន4ទៅ5ក្បាលដើរចេញពីព្រៃមករកផឹកទឹកនៅខ្នាតព្រៃនោះពួកវាមកដល់មិនទាន់ទាំងបាននឹងផឹកទឹកផងក៏ស្រាប់តែវានាំគ្នាផ្អើលរត់ចូលទៅព្រៃវិញបាត់អស់ទៅធ្វើឲ្យពូឆននិងតាឆេនឆ្ងល់ថាពួកវាទាំងអស់នោះនាំគ្នាផ្អើលដោយសារអ្វីប៉ុន្តែតាឆេនគាត់សង្ស័យថាប្រកាសជាមានសត្វព្រៃអីធំមកហើយបានជាពួកវានាំគ្នាផ្អើលដូច្នេះក្នុងអំឡុងពេលពួកគាត់រងចាំមើលនោះក៏លេចចេញបុរសម្នាក់វ័យកណ្ដាលដៃមានកាំភ្លើងស្លៀកសម្លៀកបំពាក់លក្ខណៈជាព្រានព្រៃនៅពេលដែលបុរសនោះដើរមកដល់កន្លែងខ្នាតព្រៃបុរសនោះហាក់ដូចជាដឹងថាពួកគាត់កំពុងតែនៅអង្គុយលើអញ្ចឹងនៅពេលនោះបុរសនោះក៏ងាកមុខសម្លឹងមើលទៅពួកគាត់ទាំងពីរទាំងទឹកមុខចម្លែកមើលទៅគួរឲ្យខ្លាចអញមើលទៅគេនោះដូចជាមិនសួរនោះទេអញ្ចឹងហើយបើគេដើរមកសួរនាំខ្លួនឯងក៏មាត់កអីនោះឡើយពេលនោះពូឆនគាត់ងឿងឆ្ងល់ថាហេតុអ្វីបានជាឪពុកគាត់មិនឲ្យតបទៅទាំងដែលគេនោះក៏ជាព្រានព្រៃដូចគាត់ដែរប៉ុន្តែគាត់មិនបានសួរនាំទៅឪពុកគាត់នោះទេពេលនោះដោយការគិតរបស់តាឆេនពិតមែនបរិសម្នាក់នោះក៏ដើរសំដៅមករកដើមឈើដែលពួកគាត់កំពុងសម្រាកនោះពួកអ្នកកំពុងរងចាំប្រមាញ់សត្វមែនដែរទេពួកអ្នកកំពុងរងចាំប្រមាញ់សត្វមែនដែរទេឲ្យយើងសុំឡើងលើថ្នាក់នេះផងគ្រាន់បានជាគ្នាឲ្យយើងសុំឡើងលើថ្នាក់នេះផងគ្រាន់បានជាគ្នាឲ្យតែហ៊ានឡើងមកលើថ្នាក់គឺយើងនឹងបាញ់តែម្ដងតើហេតុអីទៅបានជាអ្នកមិនព្រមមកខ្ញុំឡើងទៅលើថ្នាក់នេះដែរខ្ញុំមិនមែនមនុស្សអាក្រក់អីទេខ្ញុំចូលក្នុងព្រៃនេះគឺមកប្រមាញ់បាញ់សត្វដូចជាពួកអ្នកដែរនឹងបើឲ្យខ្ញុំនៅខាងក្រោមអញ្ចឹងគឺខ្លាចតែមានសត្វសាហាវវាមកខាំខ្ញុំស៊ីបាត់ទេពុកហេតុអីមិនឲ្យគាត់ឡើងមកលើផងអញ្ចឹងអើយឯងនៅក្មេងឯងមិនយល់នោះទេមិនទាន់ដឹងទេថានៅក្នុងព្រៃវាយ៉ាងម៉េចនោះលើកមុនឯងក៏បានដឹងម្ដងហើយមិនបានជាឯងនៅតែមិនទាន់យល់អញ្ចឹងអ្វីដែលឯងឃើញវាអាចជាមិនពិតនោះទេដូច្នេះយើងមិនអាចឲ្យគេឡើងមកខាងលើបាននោះទេពេលបរិសនោះនិយាយទៅគ្មានអ្នកតនឹងឲ្យឡើងទៅខាងលើស្រាប់តែបរិសនោះបញ្ចេញកាយវិការយ៉ាងចម្លែកទឹកមុខក្រឡេកក្រលើមញាក់មុខញាក់មាត់មើលទៅគួរឲ្យខ្លាចពេលនោះពូឆនគាត់ក៏ចាប់ផ្ដើមយល់ថាបរិសនោះមិនមែនជាមនុស្សនោះទេ
ឆាប់ចេញទៅចេញឲ្យឆ្ងាយពីទីនេះទៅកុំមកធ្វើទឹកមុខរលែងកលើងដាក់អញប្រយ័ត្នអញបាញ់តិចថាអញមិនបានប្រាប់ទៅវើយពេលនោះបរោះនោះក៏សើចហើយមិនបានខ្លាចលើពីសម្ដីរបស់តាឆេននោះទេតាឆេនក៏លើកកាំភ្លើងតម្រង់ទៅបរោះនោះក៏នៅតែសើចរួចដើរត្រឡប់ក្រោយចូលទៅក្នុងព្រៃវិញបាត់ទៅច្បាស់ណាស់មិញនេះគឺពួកច្រាបព្រៃវាមកលេងហើយពុកតាច្រាប់ព្រៃនោះជាស្អីទៅហើយកុំសួរនាំច្រើនពេកចាំដល់ផ្ទះចាំពួកប្រាប់ក៏បានដែរពេលបរោះនោះដើរត្រឡប់ចូលព្រៃវិញបាត់ទៅក៏មិនឃើញត្រឡប់មកវិញនោះដែរហើយសត្វព្រៃផ្សេងក៏គ្មានសត្វណាចេញមកផឹកទឹកខ្នាតព្រៃនោះទៀតណាមួយមេឃក៏ជិតភ្លឺផងហើយបើសិនជាបរោះនោះជាច្រាបព្រៃពិតមែនគឺដោយសារតែមេឃជិតភ្លឺនោះឯងបានជាវាមិនហ៊ានមកទៀតនោះព្រោះថាពពួកចាប់ព្រៃឬក៏ព្រៃខ្លានេះវាមានឫទ្ធិអំណាចខ្លាំងក្លាតែពេលយប់ប៉ុណ្ណោះពេលថ្ងៃវាគ្មានឫទ្ធិអំណាចអ្វីនោះទេអញ្ចឹងខ្ញុំសូមនិយាយអំពីពាក្យថាច្រាបព្រៃបន្តិចដែលចាស់គាត់បាននិយាយប្រាប់មកខ្ញុំវាជាពពួកអមនុស្សខ្មោចព្រាយបិសាចនៅក្នុងព្រៃឬក៏ខ្មោចព្រៃដែលអាចបំភាន់ភ្នែកខ្លែងក្រឡាទៅជាមនុស្សឬក៏ជាសត្វព្រៃឬក៏វាអាចខ្លែងខ្លួនទៅជាមនុស្សដែលយើងធ្លាប់ស្គាល់ជាដើមមិនត្រឹមតែប៉ុណ្ណោះពួកវាអាចបន្លំសណ្ដំចិត្តយើងធ្វើឲ្យយើងវិលវល់វង្វេងនៅក្នុងព្រៃហើយច្រាបព្រៃទាំងនោះវាមានទៅលើសត្វព្រៃទៀតផងសត្វព្រៃដែលអាចវាកាន់ភាគច្រើនសត្វដំរីជ្រូកព្រៃហើយនិងពស់ហើយសត្វដែលវាចូលចិត្តកាន់កាប់និងកាន់តែកាចសាហាវជាងនោះទៅទៀតនោះគឺអាចជើងធំតែវានោះគេតែងតែហៅវាថាជាស្ដេចព្រៃគឺសត្វខ្លាធំនោះឯងសត្វខ្លាធំឬខ្លាដំបងដែលមានពពួកច្រាបព្រៃកាន់គឺវាមានឫទ្ធិអំណាចខ្លាំងណាស់វាអាចក្រឡាខ្លួនជាមនុស្សឬជាអ្វីក៏បានអាចបំបាំងកាយដែលមនុស្សទូទៅហៅវាថាជាព្រាយខ្លានោះឯងហើយបើសិនជាមានមនុស្សឬព្រានព្រៃដែលទៅដល់ទីតាំងវានៅហើយមិនបានធ្វើធ្នាក់ស្នាក់នៅទេប្រកបណាស់នឹងខ្លាចជាចំណីវាជាក់ជាមិនខានបើសិនជាវាស៊ីប៉ះគ្រោះអាគមឬព្រានព្រៃដែលចេះនៅរបៀនអាគមខ្លះទៀតនោះធ្វើឲ្យវាមានឫទ្ធិអំណាចរឹតតែខ្លាំងទ្វេដងដោយសារតែអ្នកចេះរបៀនមន្តអាគមនោះស្លាប់ទៅដោយសារតែចង្កូមឬក្រញាំធ្វើឲ្យប្រលឹងដួងវិញ្ញាណនៅវិលវល់តាមថែរក្សាខ្លានោះអញ្ចឹងហើយបានជាព្រានព្រៃគឺតែងតែធ្វើធ្នាក់លើដើមឈើខ្ពស់ព្រោះវាអាចជួយលើករាសីពួកគេឲ្យជៀសផុតពីសភាវៈនិងសត្វព្រៃកាចសាហាវប៉ុន្តែបើព្រានព្រៃនោះមិនដឹងពីរបៀបដើរក្នុងព្រៃនោះទេច្បាស់ណាស់នឹងត្រូវជួបរឿងមិនល្អនៅក្នុងព្រៃជាក់ជាមិនខានបើទោះបីជាព្រាននោះខំបោះធ្នាក់លើដើមឈើខ្ពស់ពោះយ៉ាងណាក៏ដោយនោះពេលព្រឹកតាឆេននិងពូឆនក៏ចុះពីលើធ្នាក់ដើរទៅខ្នាច់ព្រៃឬក៏ទឹកដក់នោះពេលទៅដល់ទីនោះតាឆេនក៏ដើរតាមដានឈាមសត្វឈ្លូសដែលគាត់បានបាញ់កាលពីយប់ហើយត្រូវខ្មោចព្រៃខាំពំយកទៅនោះតើពួកសភាវៈចម្លែកទាំងនោះអស់យកទៅស៊ីនៅកន្លែងណាប៉ុន្តែនៅពេលដែលគាត់ចូលទៅក្នុងព្រៃតាមដានឈាមនោះអូតើពុកកំពុងដើរចូលទៅក្នុងព្រៃនោះធ្វើអីអញគ្រាន់តែដើរចូលតាមដានឆ្លូសដែលយើងបាញ់បានកាលពីយប់នោះហើយត្រូវសភាវៈចម្លែកនោះវាអស់យកទៅស៊ីនៅកន្លែងណាអើយពុក
មិនចាំបាច់ទៅមើលទេខ្ញុំឃើញការពីយុគមិញនោះវាសម្បើមណាស់ទៅហើយ មិនអីទេបើសិនជាឯងខ្លាចឯងនៅទីនេះហើយទុកឲ្យពុកទៅមើលតែម្នាក់ឯងបានហើយ ដោយសារតែពូឆនមិនហ៊ាននៅម្នាក់ឯងទើបគាត់ដើរតាមឪពុកគាត់ទៅមើលគ្រាន់តែគាត់ដើរផុតខ្នាតព្រៃនោះបន្តិចគាត់ក៏ឃើញគ្រោងឆ្អឹងសត្វឆ្លូកគឺនៅសល់តែឆ្អឹងប៉ុណ្ណោះហើយស្លាកស្នាមសភាវៈចម្លែកនោះក៏បាត់ដាននៅទីនោះដែរនៅពេលនោះពួកគាត់ក៏ដើរត្រឡប់មករកថ្នាក់ពួកគាត់វិញ ពុកយើងត្រឡប់ទៅផ្ទះវិញទៅខ្ញុំខ្លាចណាស់ យើងត្រូវនៅប្រមាញ់សត្វមួយយប់ទៀតមិនអាចត្រឡប់ទៅផ្ទះដោយដៃទទេនោះទេ តាឆេនក៏លួងលោមពូឆនដើម្បីឲ្យគាត់ឈប់ខ្លាចនិងព្រមនៅប្រមាញ់សត្វបន្តបន្ទាប់មកពួកគាត់ក៏ដើររើប្រមាញ់សត្វនៅពេលព្រឹកនោះរហូតដល់រសៀលក៏ប្រមាញ់បានសត្វស្លាបមួយចំនួននិងសត្វសំពោចមួយក្បាលពួកគាត់ដើរសំដៅមករកថ្នាក់គាត់វិញចំពោះសត្វព្រៃធំៗដូចជាឆ្លូកប្រើសគោព្រៃជ្រូកព្រៃមិនមែនថាគាត់មិនជួបនោះទេប៉ុន្តែគាត់ប្រមាញ់មិនបានទេដោយសារសត្វទាំងនោះគ្រាន់តែលឺសម្រាប់ជើងគឺវាផ្អើលនាំគ្នារត់ធ្វើឲ្យគាត់បាញ់វាមិនបាននោះទេ